បាទសួស្តីបងប្អូននៅក្នុងបណ្ដាញសង្គមទាំងអស់គ្នាបានលោកគ្រូអ្នកគ្រូរៀមសបទាំងអស់ជាទីគោរពជាទីរាប់អានបាទថ្ងៃនេះគឺខ្ញុំមានប្រភេទនៃអង្គថ្មកាយសិទ្ធបងប្អូនណាបាទអង្គថ្មកាយសិទ្ធបាទគឺមួយដុំឬក៏មួយអង្គបងប្អូនណាបាទគឺយកមកដាក់ថតចែកជូនដល់បងប្អូនទស្សនានៅក្នុងបណ្ដាញសង្គមបងប្អូនណាបាទប្រភេទនៃអង្គថ្មកាយសិទ្ធនេះគឺពណ៌សម្បុររបស់លោកគឺខុសគេបងប្អូនណាបាទគឺខុសគេមិនមែនជាថ្មលោហៈទេបងប្អូនណាមិនមែនជាថ្មលោហៈដែកទេថ្មលោហៈដែកគឺផ្សេងបងប្អូនណាបាទអង្គថ្មកាយសិទ្ធគឺផ្សេងបងប្អូនណាគឺផ្សេងបាទប្រភេទអង្គថ្មកាយសិទ្ធគឺលោកមានទម្ងន់ធ្ងន់ខុនខុសពីថ្មធម្មតាបងប្អូនណាបាទខុសពីថ្មធម្មតាបាទហើយពេលដែលយើងឆាបទៅបងប្អូនណាគឺសាច់លោកឡើងពណ៌សចាំងដូចដែកមិនចេះច្រេះទេបងប្អូនណាគឺមិនចេះមានស្នឹមមិនចេះមានច្រេះទេបាទជាក់ស្ដែងដូចជានេះអង្គនេះគឺខ្ញុំលុញអំពីនៃថ្មកាយសិទ្ធបងប្អូនណាបាទនេះគឺជាប្រភេទនៃអង្គនាងពួនថ្មកាយសិទ្ធបាទដែលខ្ញុំលុញធ្វើជានាងពួននេះគឺនៅតែមានពន្លឺចែងចាំងដូចជាដែកអេណុកចឹងបងប្អូនណាបាទហើយខ្ញុំលុញនេះគឺជិត2ឆ្នាំហើយបងប្អូនណាបាទគឺជិត2ឆ្នាំទៅហើយតែពណ៌សម្បុររបស់លោកគឺនៅតែបែបនេះនោះហើយគឺជាប្រភេទនៃអង្គថ្មកាយសិទ្ធបងប្អូនណាប្រភេទនៃអង្គថ្មកាយសិទ្ធតែបើសិនជាលោហៈដែកវិញបងប្អូនណាបាទទុកមិនបានតាមនេះគឺឡើងច្រេះមកវិញហើយឡើងស្ដាំហើយបងប្អូនណាបាទតែប្រភេទនៃអង្គថ្មកាយសិទ្ធគឺបែបហ្នឹងបងប្អូនណាគឺឡើងពណ៌សម្បុរគឺបត់បាទឡើងភ្លឺតែម្ដងបងប្អូនណាអ្នកខ្លះគាត់ហៅថាត្បូងកាយសិទ្ធទៀតនោះបងប្អូនណាបាទគេយកទៅធ្វើជាត្បូងចិញ្ចៀនធ្វើអីជាចឹងទៅបាទហើយនេះគឺជាប្រភេទនៃអង្គថ្មកាយសិទ្ធបងប្អូនណាប្រភេទនៃអង្គថ្មកាយសិទ្ធបងប្អូនណាគឺសាច់គាត់គឺបែបហ្នឹងបងប្អូនណាបាទគឺសាច់គាត់គឺបែបហ្នឹងបាទគឺពិសេសនេះនៅជាប់ដីនៅជាប់អីនៅឡើយទេបងប្អូនណានៅជាប់ដីនៅជាប់អីនៅឡើយទេបាទនេះគឺជាប្រភេទនៃអង្គថ្មកាយសិទ្ធហើយមានទម្ងន់ធ្ងន់ណាស់បងប្អូនណាបាទឃើញចឹងនេះមកដុំប៉ុណ្ណឹងគឺធ្ងន់ណាស់បាទគឺធ្ងន់ខុសពីធម្មតាបងប្អូនណាធ្ងន់ខុសពីធម្មតាបាទប្រភេទនៃអង្គថ្មកាយសិទ្ធបងប្អូនណាបាទថ្មកាយសិទ្ធការប្រើប្រាស់របស់លោកបងប្អូនណាបាទសម្រាប់ការពាររាល់នៅអំពើមុនខ្មៅទាំងឡាយទាំងពួងបជាគ្រោះបជាភ័យបងប្អូនណាបាទបជាគ្រោះបជាភ័យបាទខាងផ្លូវងឹតនេះគឺពូកែតែម្ដងបងប្អូនណាបាទគូផ្សំប្រើបានទាំងស្វិតទាំងគង់ទៀតបងប្អូនណាប្រភេទនៃអង្គថ្មកាយសិទ្ធនេះបាទតាមបទពិសោធន៍របស់ខ្ញុំបងប្អូនណាបាទអញ្ចឹងគេហៅថាថ្មកាយសិទ្ធឬក៏ថ្មស័ក្តិសិទ្ធនេះគឺមិនធម្មតាទេបងប្អូនណាបាទនេះគឺពេលដែលយើងឆាបទៅគឺឡើងពណ៌គាត់សបែបហ្នឹងបងប្អូនណាបាទឡើងសចាំងបែបហ្នឹងបាទសចាំងបែបហ្នឹងបាទយើងឆាបទៅបាទសាច់គាត់គឺឡើងសចាំងនេះបើយើងធ្វើជាសាងជាអង្កាំដៃឬក៏លុញធ្វើជានាងពួនឬក៏សាងជាទូអង្គអីគឺស្អាតណាស់បងប្អូនណាគឺស្អាតណាស់ហើយសាច់ហាប់ប៉ែហើយមានទម្ងន់ធ្ងន់ណាស់បាទនេះទម្ងន់ប៉ុណ្ណឹងបងប្អូនណាបាទប្រភេទថ្មប៉ុណ្ណឹងបាទបើយើងនិយាយពីទម្ងន់របស់គាត់ប្រហែលជាខ្ទង់1គីឡូឬក៏អាចក្រោម1គីឡូតិចតួចឬក៏1គីឡូជាងបាទគឺយើងស្មានបងប្អូនណាបាទយើងស្មានពីព្រោះថាមានទម្ងន់ធ្ងន់ណាស់បងប្អូនណាបាទមានទម្ងន់ធ្ងន់ណាស់ធ្ងន់មែនទែនបាទធ្ងន់ខុសពីថ្មយើងធម្មតាបងប្អូនណាបាទទីហើយគឺជាប្រភេទនៃអង្គថ្មកាយសិទ្ធបងប្អូនណាដាក់លើហឹងដាក់លើអាសនៈនាំលៀបនាំជ័យបង្កើនឫទ្ធិបង្កើនតេជះបង្កើនបារមីបងប្អូនណាបាទនេះស្អាតដែរបងប្អូនឃើញទេបាទនេះចម្លែករូបរាងរបស់លោកគឺបែបហ្នឹងបងប្អូនណាបាទប្រភេទនៃអង្គថ្មកាយសិទ្ធបងប្អូនណាបាទឡើងរលោងព្រិលតែម្ដងបងប្អូនណាបាទគឺពិសេសតែម្ដងហើយប្រភេទនៃអង្គថ្មកាយសិទ្ធនេះដែរឬក៏នាងពួនថ្មកាយសិទ្ធនេះដែរបើសិនជាបងប្អូនដែលគាត់មើលឃើញហើយមានឧបនិស្ស័យស្រឡាញ់ចង់បានចង់យកទៅទុកគោរពបូជាថែអាសាបងប្អូនណាគឺសូមតំណតំណងតាមលេខទូរស័ព្ទខ្ញុំបាទដែលនៅខាងក្រោមឬក៏តាមរយៈលេខ Telegram ខ្ញុំបាទគឺលេខ Smart នឹងឯងបងប្អូនណាបាទហើយក៏សូមអរគុណច្រើនដែលបងប្អូនទាំងអស់ចូលទស្សនានៅក្នុង Page ខ្ញុំបាទដែលមានទំនុកទុកចិត្តលើ Page ខ្ញុំបាទឲ្យខ្ញុំបាទផ្ញើឲ្យបានគ្រប់ទីកន្លែងទាំងអស់តែម្ដងបងប្អូនណាហើយបើសិនជាខ្ញុំនិយាយទៅក៏លើសលួសនៅពាក្យសម្ដីត្រង់កន្លែងណាមិនសមរម្យក្តីឬក៏រៀបរាប់មិនបានក្បោះក្បាយក្តីបងប្អូនណាបាទក៏សូមខន្តីអភ័យទោសផងបងប្អូនណាសូមខន្តីអភ័យទោសផងបាទនៅចុងបញ្ចប់នេះក៏សូមជូនពរឲ្យបងប្អូនទាំងអស់បាទជួបប្រទះតែសេចក្តីសុខនិងសេចក្តីសប្បាយរស់ស៊ីទទួលទានមានបានទាំងអស់គ្នាបងប្អូនណាបាទសូមអរគុណច្រើនហើយក៏សូមជម្រាបលាបាទសូមជម្រាបលា